ព្រះអង្គភិកច្រើនកណាមើលព្រះអង្គយ៉ាងតិចបំផុតរៀនមួយថ្ងៃ2សាកលវិទ្យាល័យកណាថាពិបាកព្រះអង្គពិបាកនឹងអាចคล้ายទៅជាអ្នកជំនាញនៅក្នុងឯកទេសរបស់ខ្លួនហើយសិស្សយើងសម្រាប់ឧត្តមសិក្សានេះនៅក្នុងប្រទេសក្រីក្រចាត់ទុកថាជារឿងដូចធម្មតាតែបើសម្រាប់សាកលវិទ្យាល័យដែលល្បីខ្លាំងមែនទែនការសិក្សានៅឧត្តមសិក្សានេះគឺជាការសិក្សាមួយដ៏ស្វិតស្វាញបំផុតព្រោះវាជាចំណុចចាប់ផ្ដើមនៃការកំណត់ជោគវាសនារបស់លោកម្ចាស់ថាលោកម្ចាស់នឹងមានជំនាញអ្វីនៅក្នុងជីវិតអញ្ចឹងកណាប្រកេនយោបល់ថាសូមលោកម្ចាស់សម្រេចបតិឲ្យច្បាស់ហើយកាន់យកនៅឯកទេសមួយប៉ុន្តែឯកទេសមួយដែលកណាតែងតែទូលប្រកេនប្រសងហ្នឹងប្រគល់ណាដែលមានជំនាញភាសាបាលីសូមប្រគល់ណាកុំបោះបង់ចោលអីបន្តយកបរិញ្ញាបត្រនិងអនុបណ្ឌិតឲ្យបានថែមទៀតព្រោះសាលាយើងនៅមានបងខ្លះគិតថារៀនបាលីគ្មានទេទៅវិញបង្រៀនដូរស្រូវតៅដូរស្រូវអត់ទេជំនាញនេះជាជំនាញមួយដែលអាចជួយព្រះពុទ្ធសាសនាយើងបានផងជួយប្រទេសជាតិតាមរយៈអក្សរសាស្ត្រនឹងផងហើយវាជាមុខវិជ្ជាមួយដែលកម្រភាគច្រើនមិនសូវមានអ្នកចេះទេបាលីនេះមួយអក្សរសាស្ត្រខ្មែរនេះ2ទស្សនវិជ្ជានេះ3ហើយនឹងព្រះពុទ្ធសាសនាកម្រិតឧត្តមសិក្សានេះ4កណាមចាស់ឥឡូវយើងខ្វះតែទាំងគ្រូបាលីអីអញ្ចឹងកណាទូប្រកេននេះគឺជាអ្វីដែលលោកម្ចាស់ត្រូវគិតខ្លួនព្រះអង្គឯងព្រោះយើងចប់បាក់ឌុបហើយលោកគ្រូសម្ដេចមង្គលព្យាយាមបដោះពី10ឆ្នាំហើយថាពី10ឆ្នាំចុះឥឡូវសម្ដេចថាបកគោលឲ្យកណាថែម4ឆ្នាំទៀតមុនចូលរៀនទៅកណាហើយរឿងសិក្សានេះវាពិបាកទូលប្រកេនដែរដោយសារតែវាជាការសម្រេចបតិហើយអនុបណ្ឌិតយើងក៏មានហើយឥឡូវទៀតចាស់អត់អីទេហើយយើងកំពុងជាមួយក្រុមការងារថារុញការបើកបណ្ឌិតនឹងឲ្យបាននៅក្នុងឆ្នាំ2024នេះណាម្ចាស់អញ្ចឹងពុទ្ធកសាកលវិទ្យាល័យសីនុរាជនេះនឹងដើរតួជាស្ថាប័នបណ្ដុះបណ្ដាលផ្នែកខាងព្រះពុទ្ធសាសនាជាពិសេសមុខវិជ្ជាស្នូលរបស់យើងគឺព្រះពុទ្ធសាសនាបាលីសំស្ក្រឹតកម្រិតឧត្តមសិក្សានៅកម្ពុជាយើងសល់តែមួយនឹងទៀតទេកណាម្ចាស់បើសីនុរាជដួលទៀតមុខវិជ្ជាកម្រិតឧត្តមសិក្សាហ្នឹងគឺយើងជួបបញ្ហាធំហើយទៅថ្ងៃអនាគតអញ្ចឹងកណាប្រកេនភារៈសម្រាប់លោកម្ចាស់ក្រោយពីបាក់ឌុបសូមលោកម្ចាស់បន្តនិរន្តរភាពក្នុងការជួយរក្សាអភិរក្សនៅមុខវិជ្ជាដែលកណាទូលប្រកេនបាញ់មិញនេះគឺបាលីព្រះអង្គណាជំនាញបាលីបន្តយកបាលីទៀតព្រះអង្គណាជំនាញខាងពុទ្ធសាសនាបន្តយកពុទ្ធសាសនាថែមទៀតកណាទាំងទូលប្រកេនប៉ុណ្ណឹងហើយទីតីពីនេះកណាសូមទូលប្រកេនតិចដែរកណាម្ចាស់លោកគ្រូយើងនេះគាត់លះបង់ច្រើនសម្រាប់ចំណេះដឹងលោកជាបើនិយាយទៅលោកដូចជាជាងចម្លាក់មួយឆ្លាក់លោកម្ចាស់អញ្ចឹងទេណាឲ្យคล้ายទៅជាអ្វីមួយភាគច្រើនចំណេះវិជ្ជារបស់លោកម្ចាស់ហ្នឹងគឺកើតចេញពីការដែលលោកគ្រូនឹងផ្ដល់ឲ្យហើយកិច្ចការទាំងអស់នេះលោកគ្រូម្នាក់ឯងក៏លោកធ្វើអត់បានដែរគឺរួមទាំងអស់ទាំងថ្នាក់ដឹកនាំទាំងសម្ដេចហើយមួយរយៈកន្លងនេះគឺសម្ដេចព្រះពោធិវាំងគតិបណ្ឌិតអមលំហីហ្នឹងសម្ដេចលោកជាអ្នកទទួលភារៈក្នុងការ
ត្រួតនៅស្ថានភាពពុទ្ធកសិក្សាក្រោយពីសម្ដេចព្រះមហាសម្មេធាព្រះអង្គលោកមានព្រះរាជសុខភាពមិនស្រួលចឹងទេប្រហែលឆ្នាំចុងក្រោយនេះគឺសម្ដេចព្រះពោធិវៀងនឹងជួយត្រួតស្ថានភាពជាមួយនឹងសម្ដេចផ្សេងៗហ្នឹងខ្លាំងមែនទែននេះជាគុណបំណាច់មួយដែលយើងមនុស្សភាគច្រើនជាពិសេសមហាជនមិនសូវបានដឹងអំពីផលលំបាកនិងភារៈដ៏ធ្ងន់របស់សម្ដេចព្រះពោធិវៀងអង្គលំហែងណាក្នុងការជួយធ្វើម៉េចរុញច្រានវិស័យពុទ្ធិកសិក្សាយើងនឹងឲ្យបានដើរទៅមុខអាចថាដើរយឺតល្មមប៉ុន្តែស្ថានភាពហ្នឹងយើងដើរទៅតាមស្ថានភាពសង្គមរបស់យើងអញ្ចឹងមនុស្សភាគច្រើនមិនសូវដឹងមិនសូវបានដោយសារយើងសម្ដេចហ្នឹងធ្វើការជាអ្នកជាថ្នាក់ដឹកនាំនៅលើកពូលអញ្ចឹងទៅមហាជនហ្នឹងមិនសូវបានជ្រាបមិនសូវបានដឹងអំពីជីវិតប្រចាំថ្ងៃក្នុងការធ្វើកិច្ចការក្នុងវិស័យពុទ្ធិកសិក្សានេះទេអញ្ចឹងបកគោណាម្ចាស់ចំនួននេះសម្ដេចលោកទទួលភារៈមួយចំនួនទៀតគឺលោកម្ចាស់គ្រប់ព្រះអង្គអ្នកទទួលភារៈកិច្ចការនេះអញ្ចឹងព្យាយាមសិក្សាឲ្យបានច្រើនតនចំនួនសម្ដេចចាស់លោកនៅមានបច្ចុប្បន្ននៅមានកម្លាំងដែលអាចចូលរួមជួយដឹកនាំយើងបានហើយអត់ពីលោកទៅគឺលោកម្ចាស់ហ្នឹងហើយជាអ្នកបន្តវេនក្នុងការថែរក្សាដឹកនាំព្រះពុទ្ធសាសនាអញ្ចឹងទេពាក្យខ្លះមិនពិរោះទៅលើចំពោះថ្នាក់ដឹកនាំក្តីចំពោះលោកគ្រូយើងក្តីហ្នឹងគួរតែជៀសវាងជនជាតិខ្មែរយើងនេះមិនគួរជេរប្រមាថគ្នាតាមបណ្ដាញសង្គមជាពិសេសជេរទាំងប្រសង់ជេរអីក្រក់ស្ដាប់មិនល្អទេណាមិនល្អទេរឿងទាំងអស់នេះមិនល្អទេសម្រាប់ពូជសាសន៍មួយដែលមានសេចក្តីថ្លៃថ្នូរមានប្រវត្តិមានវប្បធម៌ប្រវត្តិកាលដ៏យូរលង់នេះគួរណាស់តែជៀសវាងបើសិនជាតិទៀនគេហៅថាតិទៀនដោយស្ថាបនាហ្នឹងមិនមែនតិទៀនជេរបតិចផ្ដាសាទេពោលពាក្យអាសរោះទេគឺទូលប្រកេនបើថាមិនសពប្រតិមិនពេញចិត្តនឹងលោកគ្រូណាឬក៏ថ្នាក់ដឹកនាំណាយើងគួរតែទូលដោយល្អទូលដោយពិរោះនេះជាអំបូរនៃជនជាតិយើងអញ្ចឹងខ្ញុំកណាសូមប្រកេនភារៈថាសូមប្រគល់ណាជាម្ចាស់ជាពិសេសព្រះសង្ឃក្មេងៗចំនួននេះក្នុងសម័យបច្ចេកវិទ្យានេះសូមប្រគល់ណាម្ចាស់ចាប់ផ្ដើមរស់នៅក្នុងភាវៈជាគំរូមួយនៅក្នុងពិភពបច្ចេកវិទ្យានេះដោយសេចក្តីថ្លៃថ្នូរនិងត្រឹមត្រូវល្អជាប្រសង់ជាសមណសក្យបុត្របតោះចិត្តក្នុងការដឹកនាំក្នុងវិស័យពុទ្ធិកសិក្សាណាគួរតែកុំជេរបន្តិចល្អទេណាទូលប្រគេនឲ្យស្រួលប្រាប់ឲ្យស្រួលបើមានយោបល់ហើយបន្តបង្ហាញជាគំរូសម្រាប់ប្រសង់ចំនួនក្រោយទៀតកណាសូមទូលប្រគេនប៉ុណ្ណឹងកណាម្ចាស់អញ្ចឹងលោកម្ចាស់សម្រាប់ប្រតិទៅបើថាសពប្រតិឆ្លងតែ3ជាហ៊ានជួបកណានៅនោះហើយណាហើយបើតែមិនចូលចិត្តទេអត់ចង់រៀនហ្នឹងឯងចង់ទៅរៀនណានៅណាប្រកេនពរជោគជ័យ I wish you all the best កណារឿងមួយកណាមិនសូវយល់ដែរកណាចេះទូលប្រកេនប្រហែលឆ្នាំហើយថាអង្គណាចង់ទៅរៀននៅ Harvard មកប្រាប់កណាមកកណាអាចទូលប្រកេនឬក៏មានទំនាក់ទំនងអីសាលាគេក៏ផ្ដាំដែរមុនកណារៀនចប់ចេញមកតែអត់មានអង្គណាចង់ទៅណាព្រោះថាឆ្ងាយពេកឆ្ងាយហ្មងចាស់នៅអាមេរិកមានឆ្ងាយជាយន្តហោះ20ម៉ោងដល់កណាចាស់ហើយសម័យបច្ចុប្បន្ននេះមានតែការសិក្សាពីគ្នាទៅវិញទៅមកទេទើបធ្វើឲ្យទស្សនៈរបស់យើងបានទូលំទូលាយជាចុងក្រោយសូមថ្លែងអំណរអគុណដល់សម្ដេចជាម្ចាស់ហើយជាពិសេសគឺថ្វាយពពរចំពោះសម្ដេចព្រះពោធិវៀងគតិបណ្ឌិតអមលំហែងដែលបច្ចុប្បន្ននេះព្រះអង្គកំពុងតែឈរជំហរកសាងអគារ
នៅពុទ្ធកសកលវិទ្យាល័យសិនរាជជាមួយនឹងញោមឯកឧត្តមជាចន្ទោនឹងញោមទាវខៀវស៊ីណាព្រមទាំងសម្ដេចគ្រប់ព្រះអង្គទៀតទុកជាគេមរតកសម្រាប់សាលាយើងនេះជាកិច្ចការដែលញោមក៏ធ្វើហើយសម្ដេចជាពិសេសសម្ដេចលោកធ្វើចូលរួមជួយតែមនុស្សអត់ដឹងទេមនុស្សមួយចំនួនអត់ដឹងទេណាមនុស្សនេះជាភារៈហើយថ្នាក់ដឹកនាំព្រះពុទ្ធសាសនានេះជាពិសេសគ្រូបង្រៀននេះមួយថ្នាក់ដឹកនាំសាសនានេះមួយធ្វើកិច្ចការច្រើនណាស់ប៉ុន្តែមនុស្សភាគច្រើនមិនសូវជាបានដឹងបានយល់ទេគណៈលើករឿងមួយជាកតិមួយមុនបញ្ចប់គណៈបរិញ្ញានៅសិនឧរិយនេះឆ្នាំខ្លះក៏បរិញ្ញាឆ្នាំខ្លះក៏អត់ទៅតាមពេលវេលានិមន្តទៅបង្រៀនថ្នាក់មួយឆ្នាំ2006ហើយទៅដល់អាមេរិកកាលនៅបង្រៀននោះមានកូនសិស្សកូនអីគេគោរពស្រឡាញ់អីក្នុងឋានៈជាគ្រូសិស្សហើយจะឃើញមុខអីលើកដៃសំពះសម្បត្តិយ៉ាងអីចឹងទៅយើងក៏គោរពលោកជាគ្រូអូជាសិស្សលោកក៏គោរពយើងជាគ្រូជាសហធម្មិកៈផងជាគ្រូនឹងសិស្សផងគោរពឲ្យតែឃើញមុខអូរត់មកអោបលោកគ្រូតែឃើញមុខសុខសប្បាយរត់មកអោបថ្ងៃមួយខ្ញុំកណាទៅដល់អាមេរិកនោះកូនសិស្សនោះគេទៅអាមេរិកមុនកណាទៅដល់កណាក៏ជួបនៅរដ្ឋមួយនៅគេឈួរអោបដៃព្រះអង្គមកអាមេរិកកាលស្មាភ្ញាក់ព្រឺតមកយ៉ាស្ថានភាពនយោបាយតែព្រួលហើយពេលនេះអញ្ចឹងខ្ញុំកណាក៏ធ្វើរៀងទ្រោមតិចទៅរៀងអោបដៃអីផងខ្លាចគេដែរនោះខាងមកអាន2 ថ្ងៃហើយគេថាគេលើកដៃគេថាព្រះអង្គសំឡាងហ្នឹងណាបានមកអាមេរិកណាចេះឈួរវាដូចអាណាធិមកជើងកដាក្បាលអញ្ចឹងយកគួយឈួរអញ្ចឹងយ៉ាងម៉េចរឿងវាកើតឡើងយ៉ាងម៉េចទេណែអានេះកើតឡើងចំពោះកណាស្រាប់តែពួកឲ្យឈួរមិនដឹងតលោកមិនវាអត់មានអីតកណាចាស់សិស្សខ្លួនឯងដល់មកលេងមកទាំងផ្គួរទាំងភ្លៀងអញ្ចឹងមកយើងវាឈួរវាមានមាំងដែរកណាពួកឲ្យឈួរអញ្ចឹងទៅកណាឆ្លងឆ្លើយវារួចចិត្តជាគ្រូកណាអញ្ចឹងឈួរហ្នឹងបានលោកហ្មងកូនសិស្សដែរណែកូនសិស្សមកដល់ថ្វាយគុំកណាអូលោកគ្រូបែកលោកគ្រូយូរហើយអីណាថ្វាយគុំឯនោះងាកទៅហ្មងទេថាលោកឯងអត់ថ្វាយគុំលោកគ្រូទេលោកឯងភ្លេចគ្រូហើយណែអញ្ចឹងអារឿងអកុសលនិងកុសលហ្នឹងវាកើតមកជាមួយគ្នាសាជូនលោកគ្រូសូមលោកគ្រូត្រៀមកាយត្រៀមចិត្តនឹងជួបដូចថ្មហើយហើយលោកចាស់ក្នុងថ្នាក់នេះកុំឲ្យមានចឹងអីណាព្រោះណាគ្រូយើងប្រគេនពរគ្រប់ព្រះអង្គជូនពរលោកគ្រូកុំឲ្យជួបរឿងដូចថ្មទៀត